សិក្សាអំពីរូបមន្ត and គឺជារូបមន្តគណនានឹង syntax and បើកវងកញ្ចក់ logical 1 comma logical 2 comma logical 3 ចុចតទៅទៀតតោះអញ្ចឹងពាក្យថា logical គឺទិន្នន័យដែលត្រូវកំណត់ប្រើអញ្ចឹងយើងមើលក្នុងរូបមន្តទូទៅនៃ logical and របស់យើងហ្នឹងគឺ true លក្ខខណ្ឌទី1 true លក្ខខណ្ឌទី2 true អញ្ចឹងលទ្ធផលគឺ true បើលក្ខខណ្ឌទី1 true លក្ខខណ្ឌទី2false អញ្ចឹងគឺលទ្ធផល false បើលក្ខខណ្ឌទី1 false លក្ខខណ្ឌទី2 true ក៏លទ្ធផលចេញ false ដែរបើលក្ខខណ្ឌទី1 false លក្ខខណ្ឌទី2 false អញ្ចឹងលទ្ធផលយើងគឺនៅតែ false ដដែលអញ្ចឹងមានន័យថារូបមន្ត and លុះត្រាតែលក្ខខណ្ឌទី1ត្រូវលក្ខខណ្ឌទី2ហ្នឹងត្រូវទាំងពីរលក្ខខណ្ឌបានទិន្នន័យយើងត្រឹមត្រូវតោះអញ្ចឹងយើងមើលការអនុវត្តនៅលើ Excel របស់យើងគឺយើងចុចលើ Excel ហ្នឹងមកអញ្ចឹងយើងមានទិន្នន័យនេះស្រាប់ហើយអញ្ចឹងយើងស្លេចលើទិន្នន័យហ្នឹងមករួចយើងមកតាម copy មករួចយើងចុចលើnew sheet រួចស្លេចលើ A1 នេះមករួចយើងមកស្ដាមផាសមកអញ្ចឹងយើងមើលផាសហើយទិន្នន័យយើងវាអត់តាន់ត្រឹមត្រូវល្អទេវាមានទិន្នន័យខ្លំយើងវាតូចទៀតអញ្ចឹងយើងចុចផាសនឹងភាសាទៀតរួចយកនេះញ៉េkeep source column weight អញ្ចឹងពេលហ្នឹងចេញតារាងមកធំត្រឹមត្រូវហើយតោះអញ្ចឹងយើងមើលលក្ខខណ្ឌដែលយើងប្រើនេះគឺយើងប្រើរូបមន្ត and វិញអញ្ចឹងយើងលុបរូបមន្ត or នេះចេញមកតោះអញ្ចឹងយើងសាកប្រើរូបមន្តទាំង4លក្ខខណ្ឌមកឧទាហរណ៍លក្ខខណ្ឌទី1ទី2ទី3ទី4តោះអញ្ចឹងទី1ស្មើ and បើកវងកញ្ចក់គឺយើងដាក់មក1បូក1ស្មើ2 comma មកឧទាហរណ៍2បូក3ស្មើ5អញ្ចឹងយើង enter មកអញ្ចឹងរូបមន្តដែលយើងប្រើនេះគឺ copy ពីលើនេះមកយើង apostrophe 1ហើយ control V អញ្ចឹងគឺលក្ខខណ្ឌទី1ត្រូវ1បូក1ស្មើ2ហើយលក្ខខណ្ឌទី2 2បូក3ស្មើ5អញ្ចឹងត្រឹមត្រូវទាំងពីរលក្ខខណ្ឌគឺលទ្ធផល true តោះអញ្ចឹងយើងមើលរូបមន្តមួយទៀតឧទាហរណ៍ស្មើ and 2បូក3ស្មើ5ហើយ comma មួយទៀតមក2បូក4ស្មើ5ដូចគ្នាអញ្ចឹងយើង enter មកអញ្ចឹងលក្ខខណ្ឌគឺ false តោះយើង copy រូបមន្តហ្នឹងហើយយើងមក select លើ cell នេះវា apostrophe control V មកអញ្ចឹងយើងមើលហេតុអីចេញ false ដោយសារលក្ខខណ្ឌទី1 2បូកនឹង3ស្មើ5អញ្ចឹងត្រឹមត្រូវហើយលក្ខខណ្ឌទី1អញ្ចឹងមើលលក្ខខណ្ឌទី2 2បូក4ស្មើ5អញ្ចឹងលក្ខខណ្ឌទី2ខុសអញ្ចឹងមានន័យថាលក្ខខណ្ឌទី1ត្រូវលក្ខខណ្ឌទី2ខុសអញ្ចឹងចម្លើយយើងខុសតោះអញ្ចឹងយើងមើលឧទាហរណ៍មួយទៀតឧទាហរណ៍ថា n 5ដក2ស្មើ2 comma មកទៀតមកឧទាហរណ៍2បូក2ស្មើ4 enter មកអញ្ចឹងលក្ខខណ្ឌនេះខុសដែរអញ្ចឹងយើង select មើលរូបមន្តខាងលើនេះ copy មករួចយើង V apostrophe ហើយ control V អញ្ចឹងយើងមើលលក្ខខណ្ឌទី1គឺ2ដក2ស្មើ2អញ្ចឹងលក្ខខណ្ឌទី1ខុសហើយមើលលក្ខខណ្ឌទី2 2បូក2ស្មើនឹង4អញ្ចឹងត្រឹមត្រូវលក្ខខណ្ឌទី2តែលក្ខខណ្ឌទី1ខុសអញ្ចឹងលទ្ធផលក៏មិនត្រឹមត្រូវដែរឧទាហរណ៍ថាn 1ធំជាង2 comma មកទៀតមក2ដក2ស្មើ1អញ្ចឹង enter មកអញ្ចឹងលក្ខខណ្ឌនេះក៏ false ដែរអញ្ចឹងយើង select មើលរូបមន្តខាងលើនេះរួចយើង select cell នេះ apostrophe control V អញ្ចឹងនេះយើងមើលលក្ខខណ្ឌទី1 1ធំជាង2ខុសហើយមិនត្រឹមត្រូវទេអញ្ចឹងមើល2ដក2ស្មើ1អញ្ចឹងក៏ខុសដែរអញ្ចឹងខុសទាំងពីរលក្ខខណ្ឌអញ្ចឹងលទ្ធផលយើងគឺខុសតែម្ដងតោះអញ្ចឹងយើងមើលតទៀតលក្ខខណ្ឌនេះយើងមិនមែនតែសេតែ2លក្ខខណ្ឌទេយើងសេ3លក្ខខណ្ឌក៏បាន4លក្ខខណ្ឌក៏បានដែរឧទាហរណ៍ស្មើ n 2បូក2ស្មើ4 comma មក3បូកនឹង3ស្មើ6 comma ទៀតមកឧទាហរណ៍10ដក9ស្មើ1enter មកអញ្ចឹងលទ្ធផលគឺ true អញ្ចឹងយើងមើលដោយសារអីមើល2បូក2លក្ខខណ្ឌទី1គឺត្រឹមត្រូវ3បូក3ស្មើ6ក៏ត្រឹមត្រូវលក្ខខណ្ឌទី3 10ដក9សល់1អញ្ចឹងត្រឹមត្រូវអញ្ចឹងគឺត្រឹមត្រូវទាំង3លក្ខខណ្ឌគឺយើងចម្លើយត្រឹមត្រូវតែម្ដងឥឡូវយើងឧទាហរណ៍យើង copy រូបមន្តហ្នឹងដាក់ខាងក្រោមមួយទៀតផាសមកអញ្ចឹងយើងកែ10ដក9ស្មើ2អញ្ចឹង enter មកអញ្ចឹងមើលលទ្ធផល false ភ្លាមដោយសារលក្ខខណ្ឌទី1ត្រូវលក្ខខណ្ឌទី2ត្រូវលក្ខខណ្ឌទី3ខុសអញ្ចឹងក្នុងចំណោមលក្ខខណ្ឌទាំងអស់បើមានលក្ខខណ្ឌណាមួយខុសលទ្ធផលគឺខុសតែម្ដង
តោះអញ្ចឹងយើងមើលឧទាហរណ៍ថាលក្ខខណ្ឌនេះគេកំណត់មកឲ្យយើងប្រើរូបមន្ត n ដែល page យើងនេះស្មើនឹង m បាទនឹងបាទ salary របស់យើងនឹងធំជាង250ចឹងយើងប្រើរូបមន្ត n ដើម្បីបំពេញលក្ខខណ្ឌហ្នឹងមកអញ្ចឹងទី1គឺយើងស្មើ n បើកវងកញ្ចក់ស្រេចលើ page នេះស្មើនឹង m ខមាមួយមករួចយកមកស្រេចលើsalary នេះបាទធំជាង250ចឹង enter មកអញ្ចឹងលក្ខខណ្ឌនេះ true ដោយសារអីដោយសារ page នេះស្មើ m ហើយប្រាក់ខែ500វាធំជាង250ទៀតអញ្ចឹងពីរលក្ខខណ្ឌហ្នឹងគឺត្រឹមត្រូវទាំងពីរជាង true ឥឡូវយើងអូសយកមកបាទលក្ខខណ្ឌនេះ false ដោយសារ page ស្មើ m មិនតែប្រាក់ខែវាបាទគឺអត់ធំជាង250ទេវា250ព្រោះតម្លៃរបស់យើងគឺយកធំជាងអញ្ចឹងមានន័យថាបាទ250អត់យកទេយកធំជាងដាច់ខាតតោះអញ្ចឹងយើងស្រេចលើ cell ឡើងមករួច copy រូបមកហ្នឹងមកស្ដាំ copy មករួចយើងអាច select លើ cell បន្ទាប់ហ្នឹងវា apostrophe 1 control V បាទអញ្ចឹងរូបមន្តដែលយើងប្រើគឺរូបមន្តនេះឯង